ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាមន្តគាថាប្រើបាន100គុណមេទី2ពុកម៉ែបងប្អូនណាហ្នឹងហើយមេទី1មេទី2ប្រើបានដូចគ្នាពុកម៉ែបងប្អូនយើងប្រើស្រោចទឹកក៏បានយើងប្រើការពារក្នុងសង្គ្រាមក៏បានយើងប្រើការពារនៅអំពើអាបធ្មប់ក៏បានដែរពុកម៉ែបងប្អូនណាហ្នឹងហើយមុននឹងយើងសូត្រនៅគាថានេះគឺយើងសូត្រនៅនមោពុទ្ធិយសទ្ធាំងចំនួន3ចប់យើងសូត្រគាថានេះចំនួន7ចប់យើងសូត្រថាទៅបអញ្ជើញគ្រូព្រះពុទ្ធទៅបអញ្ជើញគ្រូទេវតាទៅបអញ្ជើញព្រះមេត្តាព្រះបិតាព្រះអិនព្រះព្រំព្រះនាងកង្ហិញធរណីលោកមកជួយខ្ញុំស្ដេចយាងចុះមកគង់ពីលើក្បាលសន្ធិដ្ឋលើស្មាក្រឡាសាច់យ៉ាងអ៊ីថាចសុធរណីកង្គាលៈហុពុកម៉ែបងប្អូនសូត្រដូចខ្ញុំសូត្រអញ្ចឹងមកពុកម៉ែបងប្អូនណាហ្នឹងហើយ